ទៀតដែលព្រះជាម្ចាស់ធ្វើការអស្ចារ្យនៅពេលដែលព្រះអង្គបាននាំកូនចៅអ៊ីស្រាអែលឆ្លងចេញពីវាលរហោស្ថានចូលមកកាន់ទឹកដីតំបន់ការពារហើយតំបន់ទីក្រុងយេរីកូហើយបេតអែលនេះមកជួរនេះព្រះអង្គបានឲ្យគេហែកខ្សែហឹបសម្ព័ន្ធមេត្រីរបស់ព្រះអង្គតំណាងឲ្យក្រឹតវិន័យរបស់ព្រះអង្គដែលនៅក្នុងតំណាងព្រះវត្តមានរបស់ព្រះអង្គនៅពេលដែលគេខ្សែហឹបសម្ព័ន្ធមេត្រីក្នុងព្រះវិច័យថាអ្នកដែលខ្សែព្រះអង្គជើងគេហឹបវិន័យអ្នកដែលសូមស្ដាប់យកគាត់អ្នកដែលខ្សែហឹបសម្ព័ន្ធមេត្រីអ្នកដែលលីកិច្ចការរបស់ព្រះជាម្ចាស់អ្នកដែលទូលកិច្ចការរបស់ព្រះជាម្ចាស់អ្នកដែលធ្វើកិច្ចការព្រះជាម្ចាស់អ្នកដែលមានប្រវត្តិមានរបស់ព្រះជាម្ចាស់គេគិតថាគេបម្រើព្រះអង្គដោយគេខំប្រឹងប្រែងដោយលឿនហត់ដោយគុណប៉ុន្តែក្នុងព្រះវិបានចែកថានៅពេលដែលគេចាប់ដើមខ្សែហឹបសម្ព័ន្ធមេត្រីព្រះអង្គលើកជើងគេឡើងវិញខ្ញុំសួរមួយអ្នកណាខ្សែអ្នកណាពួកគេខ្សែប្រវត្តិមានព្រះអង្គពួកគេខ្សែបន្ទុកការងាររបស់ព្រះជាម្ចាស់ពួកគេខ្សែប៉ុនកិច្ចរបស់ព្រះជាម្ចាស់ឬព្រះជាម្ចាស់ជួយពួកគេដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់ព្រះអង្គបានជួយពួកគេធ្វើកិច្ចការព្រះជាម្ចាស់ក្នុងព្រះវិបានចែកថានៅពេលដែលអ្នកដែលហែកខ្សែហឹបសម្ព័ន្ធមេត្រីទាំងអស់នោះដើរចូលក្នុងទន្លេយូដានទឹកចាប់ដើមឈប់ហូរប្រភពទឹកចាប់ដើមហូរមានន័យថារំពេចគេជន់ជើងចូលទៅក្នុងទឹកនៅហូរប៉ុន្តែអាប្រភពទឹកវាឈប់ហូរអាទឹកសេះសល់វានៅហូរតែអាប្រភពធំវាលែងហូរមិនយូរប្រហែលទឹករីកហើយពួកគេបានដើរឆ្លងកាត់បាត់ទន្លេយូដានមកលើដីស្ងួតខ្ញុំជឿជាក់ថានេះគឺជាការរំលឹកអំពីការអស្ចារ្យរបស់ព្រះរបស់ព្រះជាម្ចាស់តែព្រះអង្គក៏បានតែជួយទៅដល់ពួកគាត់ទាំងអស់គ្នាទាំងពីរនាក់ឲ្យបានយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ហើយលើកនឹងមានការអស្ចារ្យមួយទៀតផ្សាយយកអាវមកវាយទឹកញែកលោកអ្នកបងប្អូនដើម្បីយើងអាចសុំអបអរពីព្រះជាម្ចាស់ដើម្បីយើងចង់ឃើញកិច្ចការរបស់ព្រះជាម្ចាស់ធ្វើការក្នុងជីវិតរបស់យើងតាមរយៈជីវិតរបស់យើងត្រូវមានលក្ខណៈមួយចំណាយពេលជាមួយព្រះអង្គដោយផ្ទាល់យើងទូលសុំព្រះអង្គដោយផ្ទាល់យើងអាចឃើញកិច្ចការដោយផ្ទាល់នឹងមានគ្រូនឹងមានអ្នកដឹកនាំនឹងមានអ្នកបង្រៀនជួយបង្ហាត់បង្ហាញយើងនាំយើងចេញពីមួយកន្លែងឲ្យឃើញមួយកន្លែងចេញមួយកន្លែងទៅមួយកន្លែងកន្លែងខ្លះជាកន្លែងដែលយើងរៀនពីវត្តសាស្ត្រកន្លែងខ្លះជាកន្លែងដែលយើងសិក្សាព្រះបន្ទូលផងកន្លែងខ្លះជាកន្លែងដែលយើងឃើញការអស្ចារ្យនិងគ្រឹះបាតិហាកិច្ចការទាំងអស់នេះជួយដើម្បីកសាងជំនឿរបស់យើងសម្រាប់អ្វីដែលព្រះជាម្ចាស់ប្រើប្រាស់លោកអេលីសេនៅជំហានបន្ទាប់ខ្ញុំជឿជាក់ថាដូចគ្នានៅពេលដែលអ្នកដែលជឿលើព្រះអង្គយើងបដិញ្ញាចិត្តជាមួយនឹងគ្រូម្នាក់ឬគ្រូមួយក្រុមដែលយើងរៀនសូត្រតាមដើម្បីយើងអាចទទួលពីអ្វីដែលព្រះអង្គដាក់នៅក្នុងជីវិតរបស់គាត់ដើម្បីជួយយើងឲ្យត្រៀមសម្រាប់ជំហានបន្ទាប់លោកអេលីសេគាត់ដើរតាមគ្រូរបស់គាត់លោកអេលីយ៉ាសម័យយើងសពថ្ងៃយើងមានគ្រូច្រើនគ្រូនៅវិហារគ្រូក្រុមកោសិកាហើយតមកគ្រូអនឡាញយើងមានគ្រូច្រើនណាស់ប៉ុន្តែពេលខ្លះនៅពេលយើងមានគ្រូច្រើនពេកយើងទៅជាប្រតិកម្មវិជាគុណយើងបែកកម្មដ្ឋានយើងមិនដឹងថារៀនពីអ្នកណាយើងលែងចង់ឃើញអីយូរទៅយើងគ្រាន់តែរៀនប៉ុន្តែយើងមិនដែលរៀនបានចេះយើងរៀនដឹងពីប្រវត្តិច្រើនតែយើងមិនដែលឃើញការអស្ចារ្យឬបរិហាររបស់ព្រះជាម្ចាស់យើងមានចំណេះដឹងច្រើនពីមួយកន្លែងទៅមួយកន្លែងប៉ុន្តែយើងអត់ដែលឃើញអាវមូវាយទឹកហើយទឹកបែកជាពីរហើយអាចដើរឆ្លងកាត់បាតទន្លេបានលោកអ្នកបងប្អូននឹងមានមនុស្សមួយចំនួននៅក្នុងជីវិតរបស់យើងខ្ញុំចេះមានអារម្មណ៍ថាចប់បាទហើយក្រុមការងារដើម្បីគាត់ធ្វើចិត្តគាត់រំលឹកថាគ្រូដល់ម៉ោងហើយតែខ្ញុំវាអត់ចប់បាទខ្ញុំនិយាយដល់ណាមិនឃើញខាត់ពេលបាត់